ក្រោយពីបានរួចជីវិតពីពួកចៅគេបានធ្វើដំណើរបន្តបានឃើញនៅមនុស្សស្លាប់ជាច្រើនភ្លាមនោះវងជចកក៏បានមកដល់លីនលីក៏បានធ្វើការវាយប្រហារទៅកាន់ពួកគេជចកមួយក្បាលបានធ្វើពលជាស្លាប់រួចក៏បានរត់នៅពេលដែលលីនលីភ្លេចខ្លួនលីនលីបានដេញតាមប្រហារហើយក៏ត្រូវបានជចកឡោមព័ទ្ធស៊ូមជូនរឿងអ្នកចំបាំងនាគក្រាចភាគទី8មេចៅបាញ់ធ្នូចូលមកបានធ្វើឲ្យលីនលីរបួសដៃបន្តិចលីនលីក៏បាននិយាយហាក់បីដូចជាគេគ្រប់គ្រងស្ថានភាពគ្រប់ពេលគុំលាតរវាងគេនិងខ្ញុំតើលីនក៏បានប្រាប់គេប្រហែលជាមិនពូកែខាងបាញ់ចិត្តទេលីនលីក៏បានសួរតើខ្ញុំអាចចូលចិត្តគេដោយរបៀបណាគេក៏បានមើលជុំវិញនឹងមីចៅនេះក៏បានអើក្បាលមកល្អិតគួរចាប់អារម្មណ៍ណារួចក៏បានសោយបន្តិចលឹបក្បាលទៅវិញលីនលីនៅតែបន្តសម្លឹងមើលកណ្ដុរស្រមោលក៏បានហៅលោកម្ចាស់ទុកឲ្យខ្ញុំដោះស្រាយជាមួយនឹងគេចោះលីនលីក៏បានប្រាប់មិនបាច់ទេនេះជាការសាកល្បងរបស់ខ្ញុំបើមិនទាន់ដល់ពេលចាំបាច់ទេឯងកុំធ្វើសកម្មភាពអីល្បឿនលឿនគេក៏បានប្រើថាពលខ្យល់លូតសម្ដៅទៅយ៉ាងលឿនទៅដល់បានធ្វើការវាយប្រហារទៅកាន់ចៅនោះកាប់ជើងក្រោមគេក៏បានលុតផុនលីនលីក៏បានទាត់គេមួយជើងខាងលើរួចហើយក៏បានចាក់មួយកំបិតរៀបស្មើចៅបានគេចផុនកំបិតក៏បានត្រូវជាមួយនឹងថ្មបន្សល់ទុកនៅថាពលហើយគេក៏បានធ្វើការដេញតាមវាយប្រហារចៅទៀតចៅនេះក៏បានបាញ់ព្រួញចូលមកលីនលីក៏បានគេញហើយក៏បានបន្តដេញតាមមកដល់ហើយក៏បានធ្វើការវាយពី3ដៃបន្តែមិនត្រូវរួចហើយក៏បានចាក់មួយកំបិតទៀតប៉ុន្តែខុសក៏បានត្រូវនៅជើងជាងថ្មទៀតចៅនេះក៏បានតម្រង់ព្រួញចូលទៅលីនលីក៏បានគេញដោយប្រើប្រាស់នៅល្បឿនរបស់ខ្លួនយ៉ាងលឿនហើយក៏បានលូតចូលវាយប្រហារពីខាងក្រោយអបិចៅនេះក៏បានគេចផុនចៅក៏បានតាមមើលលីនលីដែលកំពុងតែប្រើល្បឿនយ៉ាងលឿនងាកមកលីនលីក៏បានចាក់ជាច្រើនកំបិតប៉ុន្តែគេក៏បានគេចផុនរត់ឡើងមកខាងលើលីនលីនៅតែតាមវាយប្រហារចៅនេះក៏បានបាញ់ព្រួញចុះមកបានផ្ទុះថ្មធ្វើលីនលីធ្លាក់ចូលមកក្រោមកណ្ដុរស្រមោលលោកម្ចាស់លីនលីក៏បានបោះនៅកំបិតរបស់ខ្លួនចូលទៅក៏បានធ្វើឲ្យចៅមានរបួសមកកំបិតក៏បានហោះជាប់នឹងថ្មចៅនេះក៏បានថាចង្រៃមិញនេះធ្វើឲ្យខ្ញុំភ័យទៅហើយយ៉ាងម៉េចតែឯងមិនអស់ចិត្តមែនទេទោះបីជាឯងព្យាយាមយ៉ាងណាក៏ដោយក៏មិនអាចឈ្នះអ្នកដែលខ្លាំងជាងឯងដែរនេះជាសភាពរបស់ឯងនៅពេលនេះឯងឆាប់សុំក្តីមេត្តាទៅប្រហែលខ្ញុំអាចទុកសាកសពទាំងមូលរបស់ឯងបានពួកឯងណាជាកូនអ្នកមានមកពីសាលាវេទមន្តទាំងអស់នេះមនុស្សគ្រប់គ្នាគិតថាពួកឯងអស្ចារ្យតើពួកឯងធ្លាប់ដឹងពីអារម្មណ៍នៃជីវិតដែលត្រូវបានគេជន់ឈ្លីគ្រប់ពេលដោយរបៀបណាទៅប៉ុន្តែខ្ញុំអាចធានាបានថាពួកឯងនឹងទទួលបានអារម្មណ៍នេះជាលើកដំបូងក៏ជាលើកចុងក្រោយរបស់ឯងដែរគេក៏បានទាញនៅធ្នូលីនលីក៏បានថាតើឯងនិយាយគ្រប់គ្រាន់ហើយឬនៅដល់ពេលស្លាប់ហើយថាមពលដីបំផ្ទុះស្នាមថាមពលនៅលើថ្មទាំងនោះក៏បានផ្ទុះចៅនេះបានឃើញក៏បានលោតទៅខាងលើលីនលីក៏បានប្រើនៅវេទមន្តទំនាញដីថាមពលទំនាញដីក៏បានទាញគេចុះមកគេបានធ្លាក់ចុះមកក្រោមបន្តែក៏បានទាញព្រួយបាញ់មកកាន់លីនលីផងដែរឯងទៅនៅរូបជាមួយនឹងខ្ញុំទៅគ្រាប់ព្រួយក៏បានទម្លុះនៅដៃរបស់លីនលីស្ទើរតែនឹងទ្រីដល់ភ្នែកទៅហើយគេក៏រៀងភ័យណាស់ដែរក្រោយមកលីនលីក៏បានសាងសង់ភ្នោមួយឲ្យតើសាធើខ្ញុំដៃខាតមិនឲ្យអ្នកដែលនៅក្បែរខ្ញុំរងនៅគ្រោះថ្នាក់ម្ដងទៀតឡើយរួចគេក៏បានយកនៅស្លាកសាឡាដាក់នៅលើភ្នោនោះទៅបន្ទាប់មកគេក៏ចាក់ចេញបន្តធ្វើដំណើរដោយរត់ក្រោមដំណក់ទឹកភ្លៀងនិងបានធ្វើការលោតទៅលើដើមឈើពីមួយទៅមួយរួចគេក៏បានឈប់ឥតកណ្ដុរស្រមោលលោកម្ចាស់ហើយអ្វីបានជាលោកមិនឲ្យខ្ញុំធ្វើសកម្មភាពលីនលីក៏បានប្រាប់នេះជាការលត់ដំរបស់ខ្ញុំគ្រប់យ៉ាងខ្ញុំចង់ពឹងផ្អែកលើខ្លួនឯងរួចគេក៏បានធ្វើដំណើរបន្តដោយលោតតោងនៅមេឈើមួយទៅមួយមកដល់កន្លែងមួយក៏បានចុះមកដល់ហើយតើលីនក៏បានចេញពីជញ្ជាតិមែនហើយជួបភ្នំដ៏ធំជាងគេនៅលើទ្វីបនេះជាជំរកសត្វវេទមន្តរាប់មិនអស់មេអំបៅនេះក៏បានហើរទៅការនេះក៏បានស៊ីខ្យាដំរីក៏បានកាត់ផ្កាសត្វនោះក៏បានស៊ីខ្យាដំរីសត្វចម្លែកមួយទៀតក៏បានស៊ីនៅសត្វមួយនោះវល្លិឈើនេះក៏បានស៊ីនៅសត្វចម្លែកនោះវិញលីនលីនៅតែបន្តធ្វើដំណើរហើយក៏បានប្រើនៅវេទមន្តខ្យល់របស់ខ្លួនពិនិត្យមើលនៅជុំវិញនោះសត្វទន្សាយជាច្រើនក៏បានបង្ហាញខ្លួនតើលីនក៏បានថាល្អណាស់មិនអន់ទេចេះរក្សាការប្រុងប្រយ័ត្នបែបនេះលីនលីក៏បាននិយាយទាំងនេះសុទ្ធតែជាសត្វវេទមន្តកម្រិតទាបតើលីនក៏បានថាហេសត្វវេទមន្តដែលខ្លាំងមួយចំនួនពួកវាលាក់ខ្លួននៅក្រោមដីសត្វវេទមន្តកម្រិតសឹងអ៊ីពួកវាថែមទាំងអាចខ្លាញ់ខ្លួនបានទៀតផងលីនលីក៏បានប្រើនៅវេទមន្តរបស់ខ្លួនដាល់ដីមួយដៃស្រាប់តែមានការភ្ញាក់ផ្អើលដីក៏បានរំជួយសំឡេងមួយក៏បានបន្លឺឡើងឥតកណ្ដុរស្រមោលលោកម្ចាស់លីនលីក៏បានថាខ្ញុំអ្នកដោះស្រាយសារមានដ៏ធំមួយក៏បានឈ្មោលចេញពីដីមកលីនលីក៏បានប្រុងព្រៀមរួចក៏បានចាប់នៅស្នែងរបស់វាក្រវែងទៅយ៉ាងឆ្ងាយបាក់នៅដើមឈើមួយរមាសដីនេះក៏បានងើបឡើងវិញអុកជើងមុខមួយផឹងបន្លាដីស្រួយស្រួយជាច្រើនក៏បានបញ្ចេញមកលីនលីក៏បានប្រើនៅវេទមន្តខ្យល់សម្ដៅចូលទៅខាងមុខយ៉ាងលឿនក៏បានប្រើនៅដៃរបស់ខ្លួនកាន់នៅស្នែងរមាសនេះឲ្យបានដាច់ទៅគេបានលោតទៅខាងលើយ៉ាងខ្ពស់មួយជើងពីលើមកបានធ្វើឲ្យរមាសនេះបានដេកសានតើលីនក៏បានចេញមកសម្រាប់សត្វវេទមន្តកម្រិតទី3ដោយប្រើកម្លាំងសុទ្ធតែប៉ុណ្ណោះការវឹកហាត់អ្នកចម្បាំងរបស់ឯងពិតជាទទួលបានផលមែនគាត់ក៏បានសោយលីនលីក៏បានដើរចូលមកបានស្រូបយកនៅស្នូលសត្វវេទមន្តតើលីនក៏បានសោយយ៉ាងភ្ញាក់ផ្អើលស្នូលសត្វវេទមន្តដ៏កម្រមួយសូម្បីតែវានៅកម្រិតទី3ក៏ដោយនេះមានតម្លៃ2ទៅ300កាក់មាសប្រាក់ដំបងរបស់ឯងគឺមិនអន់ទេសំណាងជាងខ្ញុំការពីសម័យមុនទៅទៀតកណ្ដុរស្រមោលក៏បានរត់ចូលមកបានហិតនៅសត្វនេះបន្តិចវាមានការសប្បាយអរជាខ្លាំងខ្ញុំចង់ញ៉ាំសាច់អាំងជើងជ្រូកអាំងជើងជ្រូកអាំងមួយសន្ទុះក្រោយមកលីនលីក៏បានធ្វើការអាំងសាច់ដោយប្រើប្រាស់នៅវេទមន្តភ្លើងរបស់ខ្លួនផងដែរឥឡូវដែលនៅខាងក្រោមជើងជ្រូកព្រៃប្រភេទនេះត្រូវអាំងភ្លើងតិចៗហើយអាំងយឺតទើបវាឆ្ងាញ់បន្ថែមភ្លើងឲ្យខ្លាំងជាងនេះបន្តិចគេសោយហើយក៏បានងាកមើលម្សាទៀតបន្ថយវាបន្តិចឡើងបន្តិចបន្ថយបន្តិចអណ្ដាតភ្លើងរៀងឆាបលីនលីក៏បានថាកុំនិយាយច្រើនពេកបន្ទាប់មកអណ្ដាតភ្លើងបានផ្ទុះយ៉ាងសន្ធោសន្ធៅក៏បានឆេះនៅកន្ទុយ
យកណ្ដុលស្រមោលវាក៏បានរត់យ៉ាងលឿនលីនលេក៏បានយកមេឈើដេញវាយបន្លត់គេនិយាយបន្តវាគឺជាកំហុសរបស់ឯងវាជាកំហុសរបស់ឯងសំឡេងរំខានណាស់តើលីននៅតែបន្តសម្លឹងមើលជើងជ្រូកព្រៃថ្ងៃប្រែទៅជាយប់យប់ប្រែទៅជាថ្ងៃលីនលេក៏បន្តធ្វើដំណើរទៅមុខដើមឈើនៅតែបន្តធ្វើចលនាលីនលេដើរកាន់នៅថ្មនេះតើលីនក៏បានប្រាប់នៅក្នុងជួរភ្នំសัตว์វេទមន្តការដើរផ្លូវវែងឆ្ងាយជាការប្រសើរជាងក្នុងការកាត់បន្លាដែលបានរារាំងផ្លូវរបស់ឯងគ្មានអ្នកណាដឹងថានៅទីនោះមានអ្វីលាក់ខ្លួននោះទេលីនលេក៏បានលោតតាមថ្មឆ្លងអូបន្ទាប់មកក៏បានសម្រោតតាមភ្នំចុះមកនៅទីនេះគឺមានក្រុងឆ្អឹងលីនលេបន្តតើសាធើមិនតបានចូលទៅក្នុងជួរភ្នំសัตว์វេទមន្តដោយអ្វីដែលគេបានសម័យចង់បាននោះទេតើលីនក៏បានប្រាប់ត្រូវជាការពារខ្លួនឯងជាមុនកាលណាដែលចូលទៅក្នុងជួរភ្នំសัตว์វេទមន្តកាន់តែជ្រៅសัตว์កាន់តែមានគ្រោះថ្នាក់ខ្លាំងកុំធ្វើប្រហែសឲ្យសោះលីនលេក៏បានបន្តរត់ទៅហើយក៏បានចូលនៅក្នុងគុម្ពស្មៅក៏បានឃើញនៅសាកសពមនុស្សជាច្រើនគេបានមើលយ៉ាងយកចិត្តទុកដាក់រួចបានប្រើនៅវេទមន្តរបស់ខ្លួនបញ្ជាថ្មឲ្យទៅបុកជាមួយនឹងសាកសពឃើញថាសាកសពមិនកម្រើគេក៏បានចេញទៅមើលគេបានបន្តនិយាយពួកគេសុទ្ធតែត្រូវបានស្លាប់គេក៏បានប្រើនៅសាកសពនោះមើលតើសត្វវេទមន្តប្រភេទណាដែលអាចបង្ករបួសបែបនេះបានតើលីនក៏បានប្រាប់នេះមិនត្រូវបានធ្វើដោយសត្វវេទមន្តទេលីនលេមនុស្សជាអ្នកធ្វើតើលីនបានបន្តអ្នកធ្វើបែបនេះគឺខុសខើពេកហើយនឹងមានថាមពលគួរឲ្យខ្លាចលីនលេមើលសាកសពឆ្វេងស្ដាំចិត្តមនុស្សគួរឲ្យខ្លាចជាងសត្វវេទមន្តទៅទៀតតើលីនបានប្រាប់បន្ថែមក្លិនឈាមនឹងតាក់ទាញសត្វវេទមន្តមកទីនេះឯងឆាប់ចាក់ចេញពីទីនេះភ្លាមទៅកូនក៏បានចូលក្នុងចិញ្ចៀនវិញភ្លាមនោះវងចចក៏បានមកលីនលេក៏បានលូតឡើងលើដើមឈើចចដែលនៅខាងក្រោយគឺជាមេក្រុមរួចវាក៏បានលូអាផ្សេងទៀតក៏បានលូដូចគ្នាចចទាំង4នោះក៏មករត់ចូលទៅរកសាកសពកណ្ដុរស្រមោលលោកម្ចាស់គឺជាច5ក្បាលលីនលេក៏បានថាទាំងនេះមិនមែនជាសត្វចធម្មតាទេវាជាចខ្យល់ចខ្យល់មានភាពវៃឆ្លាតខ្ពស់យុទ្ធសាស្ត្រវាយប្រហាររបស់ពួកវាគឺខ្លាំងណាស់គ្រាន់តែជាច5ក្បាលតែប៉ុណ្ណោះឱកាសដ៏ល្អដើម្បីសាកល្បងការបង្ហាត់របស់ខ្ញុំចក៏បានងើយឃើញគេលីនលេក៏បានលូតចូលវាយប្រហារតែម្ដងដាក់មួយដៃទៅឲ្យចនោះប៉ៅហើយ3 4នេះក៏បានប្រើនៅខ្យល់របស់ខ្លួនផ្លុំចេញមកជាចំហាយដាវលីនលេក៏បានគេញលើកនេះក៏ត្រូវបានផ្ទុះតែលីនលេមិនអីនោះទេពួកវាក៏បានលូតចូលមកវាយប្រហារលីនលេក៏បានគេញវាក៏បានរត់បុកលីនលេក៏បានយកដៃរងធ្វើឲ្យគេស្គីប៉ាំងទៅក្រោយបន្តិចចទាំង5ក៏បានរត់សម្ដៅចូលមកទៀតលីនលេក៏បានប្រើនៅវេទមន្តខ្យល់កាប់ចេញទៅចទាំងនោះក៏បានលូយ៉ាងខ្លាំងលីនលេក៏បានលូតទៅខាងលើវាយមួយដៃចុះមកពួកវាក៏បានគេញហើយមួយនេះក៏បានលូតហាមាត់មកយ៉ាងធំលីនលេក៏បានបើកខែការពាររងវានៅតែព្យាយាមខំបំបែកខែលីនលេក៏បានស្រែកបន្លាដីដែលធំហើយវែងស្រួចក៏បានចាក់ទម្លុះនៅចនោះទៅ9ក្បាលទៀតនៅតែបន្តវាយប្រហារលីនលេនៅតែបន្តគេញហើយបានអុកដៃទាំងគូទៅលើដីទ្រង់ដីមួយក៏បានផុសឡើងរួចក៏បានបញ្ចេញនៅបន្លាដីបន្ថែមទៀតពីរដែលនៅក្នុងទ្រង់នេះលូតគិចផងឲ្យផងបន្តែនៅតែមិនផុតពួកវាទាំងពីរក៏បានស្លាប់ដោយបន្លាដីនឹងទៅពីរដែលនៅខាងក្រោយក៏បានបញ្ចេញនៅខ្យល់វេទមន្តរបស់គេមកសុទ្ធតែជាចំហាយដាវសម្ដៅទៅកាន់លីនលេក៏បានធ្វើការគេញពីលើទៅក្រោមទៅលើលីនលេក៏បានទៅលើរួចក៏បានប្រើយុទ្ធសាស្ត្រកាប់ចេញមកវិញពីរក្បាលនេះក៏បានរត់ទៅប៉ុន្តែមិនអាចរត់បានទេក៏បានត្រូវមួយក្បាលឲ្យវាដេកស្អាតមួយទៀតបុកដើមឈើបន្តប្រើនៅយុទ្ធសាស្ត្ររបស់វាសម្ដៅមកកាន់លីនលេគេនៅតែបន្តគេញលូតឆ្វេងស្ដាំរួចក៏បានប្រើនៅវេទមន្តខ្យល់លូតទៅខាងលើយ៉ាងលឿនគប់នៅថាមពលចេញមកចក៏បានផ្លុំទៅដូចគ្នាថាមពលទាំងពីរក៏បានប៉ះគ្នាធ្វើឲ្យផ្ទុះតែថាមពលរបស់លីនលេនៅតែបន្តឃុំព័ទ្ធវាក្រោយមកវាក៏បានដេកស្អាតដែរតើលីនក៏បានសោយហើយប្រើថាមពលវេទមន្តនិងសមត្ថភាពអ្នកចម្បាំងរួមបញ្ចូលគ្នាបានយ៉ាងរលូនហើយយុទ្ធសាស្ត្រល្អនិងចិត្តមុតស្រួយលីនលេក៏បានរើនៅស្នូសាន់សត្វចនេះក៏បានរត់ដាក់មេប្រូចកណ្ដុរស្រមោលក៏បានប្រាប់លោកម្ចាស់ចនោះធ្វើពុតជាស្លាប់តើលីនក៏បានប្រាប់ឆាប់សម្លាប់វាឥឡូវនេះទៅប្រសិនបើវាហៅក្រុមវាមកនោះយើងពិតជាជួបបញ្ហាហើយលីនលេក៏បានធ្វើការដេញតាមជាមួយនឹងថាមពលខ្យល់របស់ខ្លួនដោយប្រើប្រាស់នៅល្បឿនយ៉ាងលឿនរួចហើយក៏បានលោតទៅតាមវាមិនតែប៉ុណ្ណោះក៏បានប្រើនៅដាវខ្យល់កាប់ចេញទៅក៏បានគេញលោតតាមជញ្ជាំងថ្មដាវខ្យល់នៅតែបន្តដេញតាមលីនលេក៏បានស្រែកថែមល្បឿនរបស់គេក៏បានរត់យ៉ាងលឿនលីនលេក៏នៅតែបន្តរត់ដេញផ្លោះផងលូតផងនេះក៏បានលូតទៅផុតថ្មចំណែកលីនលេលូតតាមពីក្រោយបានប្រើនៅដាវខ្យល់កាត់នៅករបស់គេដាច់ហើយគេក៏បានចុះមកដែរលីនលេក៏បានរត់សម្ដៅទៅវិញពីរក្បាលក៏បានកាក់មកភ្លាមនៅវងជាច្រើនក៏បានមកដល់មានទាំងនៅខាងក្រោមទាំងនៅខាងលើលូយ៉ាងខ្លាំងក្លាតើលីនក៏បានថាស្ដេចនឹងរាជនីលីនលេក៏បាននិយាយនៅតែយឺតមួយជំហានកណ្ដុរស្រមោលក៏បានប្រាប់លោកម្ចាស់សត្វវេទមន្តទាំងពីរនេះយ៉ាងហើយណាកំណត់ទី5យើងក៏បានឃើញថាសាច់រឿងក៏បានជាដល់ទីបញ្ចប់នឹងឲ្យអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងរឿងវិថីឯកោភាគទី10ឥឡូវនេះគឺបានជាប់ copyright ហើយខ្ញុំនឹងធ្វើការកាត់វីជាថ្មីនិងផុសវាម្ដងទៀតជាចុងក្រោយអត់មានអីទេបើសិនជាមានពាក្យពេចន៍លើលូខ្វះខាតកន្លែងណាមួយក៏សូមបងប្អូនអធិស្ឋានជួបគ្នាពេលក្រោយទៀត